ស្រីអ្នកគ្នាកុំព្យូទ័រមួយនេះគឺជាកុំព្យូទ័រមួយដែលមានបញ្ហា Windows ហើយឥឡូវនេះខ្ញុំបានតែដាក់ Windows ថ្មីហើយមុននឹងតឡើងកម្មវិធីតើខ្ញុំត្រូវរៀបចំ setting អ្វីខ្លះឬក៏ត្រូវតឡើងកម្មវិធីអ្វីខ្លះដើម្បីឲ្យកុំព្យូទ័ររបស់យើងនឹងមានដំណើរការល្អហើយប្រើប្រាស់ងាយស្រួលជាងមុនតោះកុំឲ្យខាត់ពេលយូរមកខ្ញុំទាំងអស់គ្នាថាខ្ញុំតឡើងកម្មវិធីអីខ្លះហើយរៀបចំអ្វីខ្លះទី1គឺយើងត្រូវចូលទៅកាន់ Control Panel ហើយយើងជ្រើសយកវាថា Date and Time ដើម្បីផ្លាស់ប្ដូរពី US Canada ទៅជាបាងកក Hanoi Jakarta ដើម្បីឲ្យcalendar របស់យើងនឹងជាមួយនឹងថ្ងៃខែឆ្នាំហើយម៉ោងគឺកុំព្យូទ័ររបស់យើងនឹងដែលត្រឹមត្រូវដូចទូរស័ព្ទរបស់យើងទី2គឺយើងត្រូវ change location ពីអាមេរិកមក Cambodia ដើម្បីឲ្យកុំព្យូទ័ររបស់យើងនឹងជាប់ location នៅខ្មែរយើងទី3គឺយើងត្រូវដំឡើង keyboard ខ្មែរមានន័យថាភាសាខ្មែរនៅក្នុងកុំព្យូទ័ររបស់យើងគឺខ្មែរ keyboard ទី4គឺយើងត្រូវតឡើងកម្មវិធី WinRAR កម្មវិធីនេះគឺយើងត្រូវតែតឡើងដាច់ខាតដើម្បីឲ្យកុំព្យូទ័ររបស់យើងងាយស្រួលនៅពេលដែលតឡើងកម្មវិធីផ្សេងៗទៀតទី5គឺយើងត្រូវតឡើងកម្មវិធីដែលយើងត្រូវការប្រើដូចជាកម្មវិធី Microsoft Office ដូចជា Word Excel PowerPoint ដូចជា Adobe Acrobat សម្រាប់បំលែងឯកសារអញ្ចឹងពី Word ទៅ PDF ហើយកម្មវិធីមួយទៀតទៅដូចជា Photoshop ឬក៏ Illustrator ដែលយើងចង់តឡើងទៅអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់មួយពីរបៀបនៃការតឡើងកម្មវិធីទាំងអស់ហ្នឹងតោះទៅមើលទាំងអស់គ្នា